ធ្វើយ៉ាងម៉េចដើម្បីឲ្យជីវិតរស់រវើកស្រស់ថ្លានិងរីករាយរាល់ថ្ងៃហើយហេតុអ្វីបានយើងត្រូវតែមានក្តីសុខរាល់ថ្ងៃដោយសារតែមិនថាមនុស្សល្អមិនថាមិត្តភាពល្អមិនថារឿងលុយកាក់និងឱកាសល្អក៏ចង់តែនៅជាមួយមនុស្សដូចយើងដែរពីព្រោះថាយើងមានជីវិតដែលមានក្តីសុខនិងរស់រវើករាល់ថ្ងៃត្រូវឯអ្នកនរគ្នាអត់មានណាគេចង់នៅក្បែរមនុស្សដែលមួម៉ៅក្តៅកាហាយអង្គុយសែនត្រាម៉ាទេត្រូវអត់សូម្បីតែយើងដូចគ្នាយើងអត់ចង់នៅក្បែរមនុស្សដែលមួម៉ៅក្តៅកាហាយឬក៏ស្មុគស្មាញទេព្រោះអីវានឹងទាញឲ្យយើងស្មុគស្មាញដូចគ្នាអញ្ចឹងដូចគ្នាមិនថារឿងលុយកាក់មិនថាមនុស្សមិនថាឱកាសគឺអត់ចង់នៅក្បែរមនុស្សបែបហ្នឹងទេនេះគឺជាវិធីហ្វឹកមួយដែលធ្វើឲ្យអ្នកនរគ្នាមានជីវិតដែលរីកចម្រើនមានជីវិតដែលស្ថាបនាអញ្ចឹងបច្ចុប្បន្ននេះណានៅពេលដែលយើងមានបញ្ហាមិនថារឿងលុយកាក់មិនថារឿងមនុស្សជុំវិញខ្លួនមិនថារឿងសង្សាររឿងសេចក្តីស្រឡាញ់ឬក៏ឧបសគ្គដែលយើងកំពុងតែជួបបច្ចុប្បន្ននេះឲ្យអ្នកនរគ្នាតាមមើលចិត្តខ្លួនឯងតាមមើលចិត្តខ្លួនឯងថាឥឡូវនេះយើងកំពុងតែមានអារម្មណ៍បែបណាយើងកំពុងតែមានអារម្មណ៍សែតកំពុងតែមានអារម្មណ៍ធុញកំពុងតែមានអារម្មណ៍កាត់ច្រើនកំពុងតែអត់សូវស្រួលក្នុងខ្លួនកំពុងតែមានអារម្មណ៍មួម៉ៅក្តៅកាហាយគឺឲ្យយើងតាមមើលចិត្តខ្លួនឯងថាឥឡូវនេះយើងកំពុងតែមានអារម្មណ៍បែបណាបើសិនខណៈពេលដែលយើងកំពុងតែមានបញ្ហាច្រើនចូលមកក្នុងជីវិតមិនថាហេតុការណ៍រឿងសង្សារគេទៅចោលយើងគេលែងនៅជាមួយយើងឬក៏ការងារដែលសុកគេឈប់ឲ្យយើងធ្វើអីចឹងទៅមិនថារឿងអ្វីដែលយើងកំពុងតែនៅបច្ចុប្បន្ននេះទីមួយហ្នឹងគឺឲ្យយើងតាមមើលចិត្តខ្លួនឯងតាមមើលបេះដូងខ្លួនឯងថាឥឡូវនេះយើងកំពុងតែមានអារម្មណ៍បែបណាហើយឲ្យយើងមិនចាំបាច់បញ្ញាប់ដេញបញ្ហាបញ្ញាប់ដេញអារម្មណ៍ដែលមិនល្អនឹងចេញទេឲ្យយើងធ្វើជាមិត្តជាមួយអារម្មណ៍បែបហ្នឹងមនុស្សជាច្រើនដែលគាត់ព្យាយាមគេហៅថាដេញអារម្មណ៍ដែលមិនល្អចេញឲ្យឆាប់បើអ្នកធ្វើបែបហ្នឹងគឺកាន់តែធ្វើឲ្យយើងតឹងតែងនិង stress លើសដើមអញ្ចឹងញញីគឺឲ្យយើងធ្វើជាមិត្តភាពជាមួយនឹងអារម្មណ៍បែបហ្នឹងនៅពេលដែលយើងតាមមើលតាមដឹងអារម្មណ៍បែបហ្នឹងហើយបញ្ហានឹងចេញទៅហ្មងដោយសារតែយើងតាមតន់ខ្លួនឯងនឹងដឹងថាឥឡូវនេះយើងកំពុងតែមានអារម្មណ៍បែបណាទី2គឺ fuck ខ្លួនឯងឲ្យចេញមកអនុវត្តធ្វើឲ្យបានគ្រប់គ្រាន់ធ្វើអីគេគឺយើងមានគោលដៅអ្នកដែលគាត់រស់ស៊ីធ្វើការងារអីចឹងគឺយើងត្រូវតែមានគោលដៅក្នុងជីវិតហើយងើបព្រឹកឡើងនឹងត្រូវធ្វើអ្វីពេលថ្ងៃត្រូវធ្វើអ្វីពេលល្ងាចត្រូវធ្វើអ្វីគឺយើងត្រូវតែចេញមកអនុវត្តនិងចេញមកធ្វើឲ្យច្រើនពីព្រោះថាមនុស្សដែលក៏អត់ស្ថាបនាខ្លួនឯងមនុស្សដែលគ្មានគោលដៅមនុស្សនឹងធ្វើរឿងអាក្រក់ច្រើនដូចជាតំណេទៅនិយាយដើមគេតំណេទៅខមមិនជេរគេតំណេទៅធ្វើឲ្យជីវិតរបស់គេស្មុគស្មាញដឹងអត់ថាពេលខ្លះនៅពេលដែលយើងតំណេពេកគឺយើងអាចនឹងធ្វើរឿងអាក្រក់ច្រើនបែបហ្នឹងហើយសំខាន់មួយទៀតហ្នឹងគឺធ្វើអាក្រក់មកលើខ្លួនឯងគឺអង្គុយសុកគិតខ្លួនឯងតូចចិត្តនឹងជីវិតខ្លួនឯងសុកអង្គុយយំសុកខួរក្បាលរបស់យើងទៅគិតរឿងអ្វីមួយធ្វើឲ្យយើងបាក់ទឹកចិត្តដល់ខ្លួនឯងអានេះគេហៅថាយើងតំណេពេកក្នុងការទៅធ្វើរឿងអាក្រក់ដូច្នេះហើយអ្នកនរគ្នាជីវិតរបស់មនុស្សយើងណាចង់ជីវិតរស់រវើកយើងត្រូវតែស្ថាបនាខ្លួនឯងនិងចេញមកអនុវត្តចេញមកធ្វើឲ្យបានគ្រប់គ្រាន់មានគោលដៅក្នុងជីវិតព្រឹកឡើងថាងើបមកត្រូវធ្វើអ្វីខ្លះធ្វើរឿងនេះហើយត្រូវធ្វើអ្វីទៀតគោលដៅមួយនេះឬក៏ហើយយើងមានគោលដៅទី2ទី3ពេលដែលយើងរវល់គឺយើងនឹងអត់មានពេលទៅធ្វើរឿងអាក្រក់ទេដូច្នេះហើយសំខាន់បំផុតហ្នឹងគឺយើងត្រូវតែស្ថាបនាខ្លួនឯងចេញមកអនុវត្តចេញមកធ្វើការរស់ស៊ីចេញមកស្ថាបនាខ្លួនឯងឲ្យបានគ្រប់គ្រាន់ដោយពិសេសហ្នឹងគឺផ្ដោតលើខ្លួនឯងឲ្យបានច្រើនថ្ងៃនេះហាត់ប្រាណឬនៅថ្ងៃនេះផឹកទឹកច្រើនឬនៅថ្ងៃនេះចំណូលចុះប្រមាណហើយធ្វើយ៉ាងម៉េចទេដើម្បីឲ្យចំណូលកាន់តែកើនឡើងនេះហើយនៅពេលដែលយើងស្ថាបនាខ្លួនឯងជីវិតដែលចេញមកធ្វើច្រើនណាគឺយើងនឹងអត់មានពេលទៅធ្វើរឿងអាក្រក់លើអ្នកដទៃទេទី3 stress ស្មុគស្មាញច្រើនពេកបញ្ហាចូលមកច្រើនពេកដូចជាធ្វើការងារសុកចឹងគឺគេឈប់ឲ្យធ្វើការអត់មានការងារធ្វើដូចជាស្រឡាញ់គ្នាសុកចឹងទៅគឺគេទៅចោលយើងឬក៏យើងបែកបាក់គ្នាអីចឹងទៅអ្វីដែលយើងកំពុងនិយាយនេះអ្នកនរគ្នាទី3ហ្នឹងណាឲ្យបដូរថាបញ្ហាឧបសគ្គហេតុការណ៍គ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតរបស់យើងគឺកើតមកដើម្បីយើងឲ្យយើងមានជីវិតដែលប្រសើរឡើងជាងមុនដូចជាអីគេឧទាហរណ៍ថាយើងអត់មានការងារធ្វើចុះពេលដែលយើងមានការងារធ្វើការដែលយើងរកចំណូលបានច្រើនគឺយើងត្រូវចេះទុកដាក់យើងត្រូវចេះសន្សំលុយ1រៀល2រៀល1កាក់2កាក់យ៉ាងហោចណាស់ទោះថ្ងៃដែលយើងអត់ខ្លាំងក៏យើងអាចយកលុយប៉ុណ្ណឹង1រៀល2រៀលទៅទិញពងមកទៅទិញអីញ៉ាំបានដែរអ្នកនរគ្នាឃើញទេអញ្ចឹងអ្នកនរគ្នាបញ្ហាគ្រប់យ៉ាងរឿងរ៉ាវគ្រប់យ៉ាងគឺកើតមកដើម្បីយើងដើម្បីឲ្យយើងមានជីវិតដែលស្ថាបនាមានជីវិតដែលប្រសើរឡើងជាងមុនដោយអ្នកខ្លះគេហៅថាយើងជាមនុស្សដែលខ្ជិលច្អូសជាមនុស្សដែលមិនដែលធ្វើការមិនដែលរស់ស៊ីតែបញ្ហានោះក៏មកបញ្ហានេះក៏មកដើម្បីអីគេដើម្បីឲ្យយើងជាមនុស្សមានវិន័យលើខ្លួនឯងដើម្បីឲ្យយើងជាមនុស្សចេះទុកដាក់ដើម្បីឲ្យយើងជាមនុស្សដែលឧស្សាហ៍ឈប់ខ្ជិលដើម្បីឲ្យយើងជាមនុស្សដែលឆ្លាតប្រកែកជាងមុនឃើញទេអ្នកនរគ្នាអញ្ចឹងបញ្ហាគ្រប់យ៉ាងឧបសគ្គ
គ្រប់យ៉ាងគឺកើតមកដើម្បីយើងឲ្យយើងមានជីវិតដែលស្ថាបនាជាងមុនអញ្ចឹងអ្នកនរគ្នាធ្វើយ៉ាងម៉េចដើម្បីឲ្យយើងដឹងថាជីវិតរបស់យើងស្ថាបនាជាងមុនគឺគិតថាឧបសគ្គទាំងឡាយបញ្ហាឧបសគ្គបញ្ហាអីដែរគឺកើតមកមិនមែនជាចិញ្ចាំងដើម្បីបាំងមិនឲ្យជីវិតយើងបន្តទៅមុខទេប៉ុន្តែបញ្ហាឧបសគ្គគ្រប់យ៉ាងគឺជាកាន់ចដើឡើងណាអ្នកនរគ្នាកាន់ចដើគឺមានពីរកាន់ចដើគឺកាន់ចដើចោះដូចជាអូមួយជាតិនេះកើតមកក្របន្តទៅមុខទៀតក៏នៅតែក្រនឹងឯងអូជាតិនេះគ្មានវាសនាដូចគេទេគ្មានវាសនាបានញ៉ាំរបស់ឆ្ងាញ់គ្មានវាសនាបានដេកផ្ទះល្អដូចគេទេគ្មានវាសនាបានទទួលបានរឿងរ៉ាវល្អដូចគេទេអានេះគេហៅថាគំនិតរបស់យើងនាំជីវិតរបស់យើងទៅកាន់ចដើចោះហើយគឺចោះរហូតជីវិតវាអត់ឡើងណាកាន់ចដើឡើងគឺថ្ងៃនេះយើងអត់មានតែនៅពេលដែលយើងមិនឈប់ធ្វើនៅពេលដែលយើងនៅតែតស៊ូគឺដឹងតែជីវិតរបស់យើងកាន់តែរីកចម្រើនអានេះគេហៅថាកាន់ចដើឡើងអូថ្ងៃនេះយើងមិនសូវស្អាតថ្ងៃនេះយើងកំាប់ប៉ុន្តែមិនមែនថាមួយជាតិហ្នឹងកើតមកយើងត្រូវតែកំាប់រហូតទេឃើញទេអ្នកនរគ្នាអានេះគេហៅថាគំនិតកាន់ចដើឡើងអញ្ចឹងឆែកមើលថាឥឡូវនេះដែលយើងកំពុងតែគិតឲ្យជីវិតខ្លួនឯងជាកាន់ចដើចោះឬក៏កាន់ចដើឡើងកាន់ចដើឡើងហ្នឹងគឺថ្ងៃនេះយើងអត់មានលុយប៉ុន្តែមិនប្រកាសថាថ្ងៃមុខយើងអត់លុយទេថ្ងៃនេះយើងក្រមិនមែនមានន័យថាថ្ងៃទៅមុខទៀតយើងនៅតែក្រទេថ្ងៃនេះយើងតស៊ូខាងមុខទៀតដឹងតែប្រសើរឡើងជាងមុនរឿងនេះយើងមិនចេះប៉ុន្តែយើងអាចរៀនបានយើងអាចសាកល្បងធ្វើបានអានេះគេហៅថាគំនិតគិតកាន់ចដើឡើងអញ្ចឹងអ្នកនរគ្នាឆែកមើលថាបច្ចុប្បន្ននេះយើងកំពុងតែធ្វើឲ្យខ្លួនឯងជីវិតរបស់យើងនេះជាកាន់ចដើចោះនាំខ្លួនឯងចោះកាន់ចដើឬក៏យើងកំពុងតែទាញខ្លួនឯងឡើងកាន់ចដើខាងលើឃើញទេអ្នកនរគ្នាអញ្ចឹង3តិចនេះគឺសំខាន់គ្រប់ពេលដែលយើងជួបឧបសគ្គគ្រប់ពេលដែលយើងជួបរឿងរ៉ាវដែលយើងមិនចូលចិត្តអ្វីក៏ដោយចាំពាក្យមួយម៉ាត់ថាគ្រប់យ៉ាងកើតមកដើម្បីខ្ញុំដើម្បីឲ្យខ្ញុំមានជីវិតដែលប្រសើរឡើងជាងមុនដើម្បីឲ្យខ្ញុំជាមនុស្សដែលល្អជាងមុនដើម្បីឲ្យខ្ញុំជាមនុស្សដែលប្រកែស្អាតឆ្លាតជាងមុនដើម្បីឲ្យខ្ញុំរឹងមាំជាងមុនយល់ទេអ្នកនរគ្នាបញ្ជាក់ចុងក្រោយជីវិតដែលរស់រវើកគឺជាជីវិតដែលចេញមកធ្វើឲ្យគ្រប់គ្រាន់យកពេលស្ថាបនាខ្លួនឯងនិងផ្ដោតលើខ្លួនឯងទៅយើងមិនមានពេលទៅធ្វើរឿងមិនល្អយល់ទេអ្នកនរគ្នាសំខាន់គឺអ្នកខ្លះអាចធ្វើរឿងមិនល្អទៅលើអ្នកដទៃប៉ុន្តែគឺធ្វើរឿងមិនល្អមកលើខ្លួនឯងដូចជាគិតឲ្យខ្លួនឯងជីវិតដុនដាបគិតឲ្យខ្លួនឯងស្មុគស្មាញគិតថាខ្លួនឯងជាជនរងគ្រោះគិតថាជីវិតនេះយើងមិនរីកចម្រើនអានេះគេហៅថាយើងកំពុងតែមានពេលវេលាទំនេរខ្លាំងធ្វើឲ្យជីវិតខ្លួនឯងកាន់តែមិនប្រសើរឡើងជាងមុនព្រោះអីនៅពេលដែលយើងគិតអាក្រក់លើខ្លួនឯងគឺជីវិតរបស់យើងវាមិនអត់រីកចម្រើនទេយើងអត់មានកម្លាំងចិត្តយើងបាក់ទឹកអីចឹងទៅអញ្ចឹងកុំភ្លេចណាអ្នកនរគ្នាចេញមកអនុវត្តនិងធ្វើនៅអ្វីដែលត្រូវធ្វើឲ្យបានគ្រប់គ្រាន់ធ្វើឲ្យច្រើនទៅយើងអត់មានពេលតនេទៅធ្វើរឿងមិនល្អបើសិនជាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ចែកម្លែកគ្នាផងណាជូនពរអ្នកនរគ្នាមានថ្ងៃដែលល្អជូនពរអ្នកនរគ្នាជីវិតកាន់តែរីកចម្រើនបាយបាយ